តើអ្នកដឹងទេថាក្រុមសត្វទី2ដែរនៅជាមួយគ្នានៅលើដើមឈើតែមួយគេហៅថារដ្ឋសភាសួស្តីអ្នកទាំងអស់គ្នាខ្ញុំទើបតែទទួលបាន Gemini Live ហើយខ្ញុំរំភើបដែលបានបង្ហាញអ្នកពីដំណើរការដំឡើងទាំងមូលរួមទាំងមុខងារដែលនៅតែបាត់បង់ដូច្នេះជាដំបូងអនុញ្ញាតឲ្យយើងរៀបចំខ្ញុំបានចាប់ផ្ដើមដោយចូលទៅក្នុង Canny Google One របស់ខ្ញុំហើយបន្ទាប់មកនៅខាងក្រោមនេះមាន Gemini Advanced ដែលមានឥឡូវនេះមើលព័ត៌មានលម្អិតហើយនេះគឺជាកន្លែងដែលអ្នកអាចបន្តទិញ Gemini Live ក្នុងតម្លៃ$8ក្នុងមួយខែបន្ទាប់ពីការចាប់ផ្ដើមទូរស័ព្ទឡើងវិញយ៉ាងរហ័សខ្ញុំបានកត់សម្គាល់ឃើញថារូបតំណាងសំឡេងនៅជ្រុងខាងស្ដាំខាងក្រោមបានចាប់ផ្ដើមលេចឡើងនៅក្នុងកម្មវិធី Gemini ហើយនេះគឺជាកម្មវិធីបន្តផ្ទាល់អ្នកអាចដាក់វាឲ្យផ្អាកដោយចុចប៊ូតុងផ្អាកអ្នកអាចចុចវាម្ដងទៀតដើម្បីបើកវាហើយបន្ទាប់មកអ្នកក៏អាចបញ្ចប់ការសន្ទនាបានដែរភ្លាមមួយតោះនិយាយអំពីមុខងារមួយចំនួនដែលពិតជាធ្វើឲ្យខ្ញុំចាប់អារម្មណ៍ដូច្នេះជាដំបូងលក្ខណៈពិសេសមួយដែលខ្ញុំគិតគឺកង្វះភាពយឺតយ៉ាវខ្ញុំអាចសួរសំណួរហើយ Gemini Live ឆ្លើយតបភ្លាមដោយមិនចំណាយពេលយូរដើម្បីផ្ទុកដែលធ្វើឲ្យវាមានអារម្មណ៍ដូចជាការសន្ទនាពិតប្រាកដឧទាហរណ៍ខ្ញុំអាចសួរថា Hey Gemini ប្រាប់ខ្ញុំ